សួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំសូមបង្ហាញពីរបៀបផុសវីដេអូម្ដងទៅច្រើនដោយយើងប្រើធូបទូប៉ោះហើយមុននឹងផុសទៅហ្នឹងគឺយើងអាចកែវីដេអូបានទៀតផងដោយយើងអាចបដូរទំហំត្រឡប់ពវល់ក្របកែល្បឿនកាត់ទ្រីមកែពណ៌កែពន្លឺបដូរសលេងហើយយើងអាចដាក់ watermark លើវីដេអូជារូបភាពហើយនឹងសរសេរអក្សរក៏បានហើយលើសពីនេះទៀតគឺពេលផុសហើយយើងអាចឲ្យវា comment auto នៅពីក្រោមបានទៀតឥឡូវយើងចាប់ផ្ដើមដោយបើក website tube2poh.com នៅលើ browser ហើយយើងត្រូវ login ចូលទៅក្នុង account របស់យើងបើយើងអត់ទាន់មាន account ទេសូមចុះឈ្មោះសិនណាហើយរបៀបចុះឈ្មោះសូមមើលវីដេអូមុនបន្ទាប់មកយើងចូលកន្លែងនេះហើយមកដល់កន្លែងនេះយើងត្រូវចុចលើ account របស់យើងដែលជា admin page ដែលយើងចង់ផុសទៅហ្នឹងបន្តមកទៀតនៅក្នុង block add video នេះគឺសម្រាប់ឲ្យយើងដាក់វីដេអូចូលដែលយើងអាចដាក់ជា link ក៏បានឬក៏យើង upload ពីក្នុងទូរស័ព្ទឬក៏កុំព្យូទ័ររបស់យើងក៏បានដែរហើយនៅក្នុង tab URL នេះយើងអាចដាក់ link វីដេអូដែលយើងយកពី Facebook ពី YouTube TikTok ដូចជា Instagram X Pinterest អីចឹងណាហើយនឹងមានផ្សេងទៀតជាច្រើនដែលវា support ដែរហើយយើងអាចដាក់ម្ដងមួយ link ក៏បានឬក៏យើងអាចដាក់ច្រើន link ក៏បានដែរដោយយើងដាក់មួយ link មកបន្ទាត់ឥឡូវខ្ញុំសាកយកវីដេអូពី Pinterest មកដាក់នេះចូលមួយហើយបើយើងចង់ដាក់វីដេអូផ្សេងទៀតយើងធ្វើដូចគ្នាទៅហើយយើងយកមកផាសមកបន្ទាត់មក link មកបន្ទាត់មក link ចឹងទៅបើយើងចង់ upload យើងចុចកន្លែងនេះហើយទៅយើងរើសយកវីដេអូកន្លែងនេះជាទូទៅវាទាញ caption មកជាមួយហើយបើសិនជាមានណាហើយយើងអាចធ្វើការកែប្រែ title ហើយនិង caption នេះបានហើយកន្លែង custom thumbnail នេះយើងអាច upload ចេញពីទូរស័ព្ទឬក៏កុំព្យូទ័ររបស់យើងបានឬក៏យើងរើសចេញពីក្នុងវីដេអូផ្ទាល់ហ្មងក៏បានដែរបន្តមកយើងចុច save thumbnail នេះទៅកន្លែងនេះសម្រាប់ឲ្យយើងជ្រើសរើសថាយើងចង់ឲ្យវីដេអូហ្នឹងពេលផុសទៅវាចេញភ្លាមឬក៏ឲ្យវាចេញតាមពេលដែលយើងកំណត់បើយើងចង់កំណត់ពេលឲ្យវាចេញយើងរើសយកកន្លែង schedule នេះហើយទៅយើងរើសថ្ងៃរើសម៉ោងឲ្យវាចេញយើងអាច apply ម៉ោងដែលយើងបានកំណត់ហ្នឹងទៅគ្រប់វីដេអូទាំងអស់ក៏បានហើយយើងអាចទុកគម្លាតដែលយើងអាចរើសបាននៅក្នុងនេះឧបមាថាខ្ញុំចង់ឲ្យវាចេញលើ page 1ម៉ោងមួយវីដេអូអញ្ចឹងយើងរើសយក1ម៉ោងនេះទៅហើយយើងចុច apply to all វីដេអូទៅជាការស្រេចហើយបើយើងចង់កែវីដេអូយើងអាចចុចពលាកន្លែង video editor នេះតែខ្ញុំសូមបញ្ជាក់ថាតើតើយើងប្រើគម្រោង business មួយខែ$10បានយើងអាចប្រើមុខនេះបានណាកន្លែងនេះសម្រាប់បដូរទំហំវីដេអូយើងអាចរើសយក ratio ណាមួយឬក៏យើងរើសយក keep ដើម្បីរក្សាទំហំដើមចំណែកកន្លែង keep ratio នេះបើយើងរើសយក keep គឺវានឹងរក្សាទំហំវីដេអូយើងនៅដដែលទោះបីជាយើងរើសយក aspect ratio ខាងលើនឹងយកទំហំណាក៏ដោយវានឹងបំពេញចន្លោះដោយពណ៌ខ្មៅតែបើយើងរើសយក stretch គឺវានឹងទាញទំហំវីដេអូរបស់យើងឲ្យពេញទៅតាមសមាមាត្រដែលយើងបានរើសខាងលើហ្នឹងកន្លែង flip នេះគឺសម្រាប់ត្រឡប់វីដេអូហើយខាងក្រោមនេះយើងអាចពវល់បរិចបដោយហើយនឹងបរិចកម្ពស់ហើយកន្លែង speed នេះគឺសម្រាប់បន្ថែមបន្ថយល្បឿនចំណែកកន្លែង trim នេះគឺយើងអាចកាត់វីដេអូយកតែផ្នែកណាដែលយើងចង់បានពេលដែលយើងកែប្រែហើយយើងអាចមើលលទ្ធផលដោយយើងចុច preview នៅខាងក្រោមខាងស្ដាំនេះនៅក្នុង tab color នេះយើងអាចបន្ថែមបន្ថយពន្លឺហើយ contrast នេះគឺភាពដិតច្បាស់ saturation គឺពណ៌
បើយើងដាក់ដក100វាទៅជាពណ៌សខ្មៅតែបើយើងតម្លើងកាន់តែច្រើនពណ៌វាកាន់តែខ្លាំងដែរចំណែក gamma នេះក៏ជាពន្លឺដែរតែ gamma ហ្នឹងវាឡើងពន្លឺស្មើវាអត់សូវចាំងដូច brightness ទេបើយើងចង់បដូរឬក៏ mix សលេងយើងចូលទៅក្នុង tab audio នេះយើងអាចតម្លើងឬក៏បន្ថយសលេងវីដេអូបានឬក៏យើងចង់បិទសលេងវីដេអូនឹងត្មងយើងតម្លាក់វាដល់ដក100ណាហើយកន្លែងនេះសម្រាប់ឲ្យយើងដាក់សលេងផ្សេងចូលបើយើងអត់ទាន់បាន upload ចូលទៅក្នុង account យើងទេយើងចុចកន្លែង manage audio នេះទៅពេល upload ហើយយើងចុច refresh ហើយវានឹង load ចូលមកកន្លែងនេះបន្ទាប់មកបើយើងចង់ដាក់សលេងណាយើងគ្រីសសលេងហ្នឹងទៅយើងអាចបន្ថែមបន្ថយសលេងនេះបានដោយយើងសារ៉េកន្លែង audio volume នេះយើងអាច mix សលេងទាំងពីរហ្នឹងក៏បានដែរសលេងវីដេអូនិងសលេង audio ហ្នឹងដោយយើងសារ៉េវីដេអូ volume ហើយនិង audio volume នេះដែល like នៅក្នុង tab watermark នេះយើងអាចដាក់ពីលើវីដេអូរបស់យើងជាវីដេអូជារូបភាពហើយនិងយើងសរសេរអក្សរក៏បានបន្ទាប់មកយើងចង់ apply អ្វីដែលយើងបានសារ៉េហ្នឹងទៅគ្រប់វីដេអូទាំងអស់យើងគ្រាន់តែចុច apply to all វីដេអូខាងក្រោមនេះទៅជាការស្រេចហើយដែលយើងមិនបាច់ចាំទៅសារ៉េគ្រប់វីដេអូទេឥឡូវដល់ពេលដែលយើងអាចផុសវីដេអូទាំងអស់ហ្នឹងបានហើយតែមុននឹងចុចផុសយើងអាចសារ៉េកន្លែងនេះដើម្បីកុំឲ្យវាដំណើរការលឿនពេកដើម្បីការពារ account Facebook របស់យើងកុំឲ្យ Facebook ចាប់ជាទូទៅយើងអាចដាក់5វិនាទីឬក៏10វិនាទីអញ្ចឹងទៅតែក្នុងករណីខ្លះ account Facebook របស់យើងអត់សូវរឹងមាំយើងអាចរើសយកឲ្យយូរជាងនឹងបានបន្ទាប់មកយើងចុចផុសនេះទៅវានឹងចាប់ផ្ដើមដំណើរការអូខេរួចរាល់អស់ហើយឥឡូវយើងចូលទៅមើលលើ page មើលតែក្នុងករណីខ្លះវាអត់ទាន់ចេញភ្លាមទេបើសិនជាវីដេអូយើងវែងដោយ Facebook ក៏ត្រូវការពេលវេលាសម្រាប់processវីដេអូនឹងសិនដែរមុននឹងផុសចេញលើ page របស់យើងអូខេនេះចេញហើយវីដេអូផ្សេងទៀតវានឹងចេញជាបន្តបន្ទាប់តាមពេលវេលាដែលយើងបានកំណត់មុនហ្នឹងសម្រាប់វីដេអូដែលយើង schedule យើងអាចចូលទៅកន្លែងនេះដែលយើងអាចកែឬក៏បដូរពេលវេលាផុសក៏បានឬក៏យើងអាចលុបមិនឲ្យវាចេញមកក៏បានដែរអូខេអ្នកទាំងអស់គ្នាខ្ញុំសូមបញ្ចប់វីដេអូទៅត្រឹមនេះហើយបើសិនជាមានបញ្ហាឬក៏មានសំណួរអីកុំស្ទាក់ស្ទើរអីអាចតាក់ទងមកតាមនេះមកហើយខ្ញុំនឹងរីករាយដោះស្រាយជូនជានិច្ចអរគុណសូមជម្រាបលា